បាទគោរពជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបាទជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទផាន់នេះជាបន្តទៀតបាទទូរស័ព្ទនេះដែរគឺម្ចាស់គាត់គឺជួបគ្រោះថ្នាក់ចរាចរណ៍បាទអញ្ចឹងគឺថាខ្ទេចខ្ទីអស់ហើយបាទមើលទៅមិនសូវធ្ងន់បានទេគាត់វាខ្ទេចអស់ប៉ុណ្ណឹងហើយបាទអេក្រង់អីគឺថាទៅបាត់ហើយបាទទៅភ្នំអស់ហើយអេក្រង់ខ្នងក្រោយទូអីនេះគឺទៅភ្នំហើយបូករួមទាំងម៉ាស៊ីនផងដែរបាទក៏ប៉ុន្តែដោយសារតែម្ចាស់គាត់នឹងគាត់ចង់បានឯកសារបាទគាត់ស្ដាយឯកសារក្នុងហ្នឹងបាទអញ្ចឹងគាត់សំខាន់លើឯកសារអញ្ចឹងគាត់ឲ្យធ្វើទៅអស់បានអស់ទៅអញ្ចឹងជាដំបូងគឺយើងត្រូវមើលផ្នែកម៉ាស៊ីនសិនដើម្បីយកឯកសារឲ្យគាត់បាទឬគ្រឿងក្រៅចាំគិតតាមក្រោយបាទអញ្ចឹងខ្ញុំក៏កឹបបាទ power supply ឆាច់មើលទៅឃើញថាម៉ាស៊ីនហ្នឹងគឺមានបញ្ហាដែរហើយបាទមិនត្រឹមតែខូចគ្រឿងក្រៅទេអាម៉ាស៊ីនហ្នឹងក៏វាទៅដែរបាទអញ្ចឹងយើងកឹបភ្លាមឃើញថាឆ្លង75ភ្លាមដោយមិនតាន់បានចុចអីហើយចុចបើកទៅក៏វាគ្មានសញ្ញាអីដែរបាទជួនកាលវត្តចុះវត្តឡើងទៅពីអីចឹងទៅបាទអញ្ចឹងដើម្បីឲ្យអស់ចិត្តខ្ញុំក៏បាទដោះម៉ាស៊ីនចេញមកក្រៅឆ្កឹះគ្រឿងអស់ហើយកឹបមើលបន្ថែមទៀតក៏នៅតែឆ្លងអញ្ចឹងខ្ញុំក៏បាទដោះម៉ាស៊ីនហ្នឹងចេញមកក្រៅបន្ថែមទៀតឲ្យច្បាស់កាន់ថាយើងតេស្តឲ្យកាន់ច្បាស់ថាម៉ាស៊ីនគឺមានបញ្ហាពិតប្រាកដហើយដើម្បីយើងធ្វើការវះកាត់ទៅលើម៉ាស៊ីនស្រង់យកឯកសារឲ្យម្ចាស់គាត់វិញបាទអញ្ចឹងយើងមើលទៅសភាពបតគឺវាមិននេះអីប្រហែលទេបាទគាត់ថាវាបែកខ្ទេចខ្ទីអស់តែប៉ុណ្្នឹងហើយបាទកឹបទៅបតទៅកឹបទៅគឺឃើញឆ្លង75ដូចគ្នាដដែលហ្នឹងបាទអញ្ចឹងយើងក៏សម្រេចថាពុះបាទដល់វគ្គនេះគឺថាពុះដល់ពីពុះយើងត្រូវមានវ៉មវ៉មនេះខ្ញុំប្រើ WL ខ្ញុំដាក់កម្ដៅ220បាទដាក់កម្ដៅ220អញ្ចឹងទៅបាទចាំវាបន្តិចបាទរហូតដល់វារ៉ាន់ដល់គ្រប់220ហើយបានយើងចាប់ដើមពុះវាបាទដើម្បីពិនិត្យមើលគ្រឿងក្រៅវាថាវាល្មិចល្មាស់ហើយបាទខាងក្នុងនេះវាយ៉ាងណាយ៉ាងណីបាទអញ្ចឹងបន្ទាប់ពីយើងដាក់វ៉មឲ្យដល់ហើយខ្ញុំបិទបាទខ្ញុំមើលថាវានឹងជ្រាបខ្ញុំបិទសិនហើយខ្ញុំត្រឡប់គឺខ្ញុំបិទហើយបានខ្ញុំពុះបាទបិទវ៉មហើយបានខ្ញុំពុះបាទយើងដាក់ថ្នមបាទវានៅក្តៅកន្លែងនេះយើងថ្នមតិចទៅបន្ទាប់ពីពុះខ្វាច់មកឃើញថាមកកាត់ក្រោមនេះគឺរបូតលបាញ IC អស់ហើយបាទបែកតិចទីអស់ឃើញទេបាទហើយអញ្ចឹងបានន័យថាទូរស័ព្ទនេះគឺរឿងធ្ងន់គួរសមដែរបាទអញ្ចឹងយើងដាក់កង្ហាលបាទកន្លែងនេះខ្ញុំដាក់កង្ហាលឲ្យវាត្រជាក់បន្តិចសិនដើម្បីយើងយកបតមកប្រឌិតមើលបាទអញ្ចឹងខ្ញុំយកអាកាត់ក្រោមនេះមកមើលមុនគឺថាបែកតិច IC របូតអស់ហើយបាទបតនេះក៏វាមើលទៅបាទត្រូវតែសាងហើយបាទកាត់ក្រោមតែយើងកុំតន់គិតរឿងកាត់ក្រោមបាទនេះ IC ដែលវារបូតដែលរបេះហ្នឹងបាទនេះឃើញទេបាទអញ្ចឹងថតចែកជូនបងប្អូនទស្សនាបាទហើយយើងនឹងទៅរៀនជួសជុលពីវាពីបតហ្នឹងថាយើងត្រូវមើលពីណាទៅណាហើយបតមួយនេះវិញគឺបតកាត់លើបាទបតកាត់លើគឺប្រឌិតមើលទៅឃើញថាបែកហើយ IC បាទនេះបាទ IC នេះក៏បែកបាទជើងស៊ុំនោះក៏ដាច់បាទខ្លះអីដែរបាទនេះបែកបតវាអស់ហើយអញ្ចឹងខ្ញុំឃើញសភាពបតបែបនេះគឺខ្ញុំសម្រេចចិត្តបាទសាងបតឲ្យគាត់តែម្ដងបាទដោយសារតែបើសិនជាធ្វើក៏ប្រើមិនស្រួលដែរអញ្ចឹងមកដល់វគ្គប្រធានបទក្តៅគឺយើងត្រូវធ្វើការសាងបតអញ្ចឹងចំណុចដែលយើងត្រូវសាងកាត់លើនោះក៏យើងទីមួយយើងត្រូវកោះហាត់ឌីបាទអញ្ចឹងហាត់ឌីខ្ញុំកោះកាវឲ្យស្អាតសិនមកបាទកោះវាអញ្ចឹងមកបាទកោះមកជុំវាហ្នឹងបាទកោះឲ្យស្អាតកាលពីយើងកោះមកវាដាច់បាទវាស្អិតខ្លាំងអីពេកអញ្ចឹងទៅបាទបាទអញ្ចឹងខ្ញុំកោះកាសឲ្យខ្ញុំវាយស្រល់បាទនេះស្រល់ដាក់មួយឈីត2ឈីតអញ្ចឹងទៅបាទហើយកម្ដៅកន្លែងនេះខ្ញុំប្រើកម្ដៅ330ខ្យល់30ម៉ាស៊ីនផ្លុំ Quick 861 DW បាទអញ្ចឹងផ្លុំកវីក្វត្តអញ្ចឹងទៅបាទចេះតែផ្លុំទៅបាទកវីក្វត្តមកល្មមជ្រីសំណយកអាបាត់លេខ11ហ្នឹងបាទចាក់វាជ្រុចទៅហើយតើកវាតិចបាទតើខ្លាំងគឺថាដាច់ជើងតិចទីអស់អំបិលអញ្ចឹងបាទអញ្ចឹងយើងមិនអាចទៅកោះប្រទេសផ្ដាស់បានទេបាទតែឡើយយើងហាត់រៀនបាទអញ្ចឹងខ្ញុំរៀនកោះទៅខ្ញុំយកកបាត់លេខ11ខ្ញុំតាក់តិចមកឃើញថាវាជ្រីតិចហើយខ្ញុំក៏មិនទាន់ហ៊ានកោះខ្លាំងដែរបាទចាំមើលតែវាល្មមអាចកោះបានបាទខ្ញុំកោះបាទនេះឆាច់មកឃើញថាវាដាច់បាទអត់មានដាច់ទេបាទច្រឡំថាដាច់មិញបាទគឺថាស្អាតចេះបន្ទាប់ពីស្អាតមកខ្ញុំប្រើសំណសារ៉ាងមកសំណនេះវាមានស្រល់នៅក្នុងនឹងស្រាប់ចុះយើងបស៊ីវាមកឲ្យវាឡើងជើងពងដើម្បីយើងយកទៅបដោះបាទបដោះឲ្យហើយទៅលើកហាត់ឌីសមុនគេសម្អាតលើកហើយភ្លាមសម្អាតខ្វាច់ចឹងមកហើយបដោះវាឆ្វាច់ទុកវាម្ដុំបាទដើម្បីយើងចូលទៅដល់ប្រធានបទក្តៅយើងមួយទៀតគឺលើក CPU បាទលើក CPU A14 នេះ iPhone 12 Pro Max នេះ A14 បាទអញ្ចឹង
សម្អាតចឹងទៅជូតវាស្អាតចឹងទៅបាទយើងហាត់រៀនណាបាទនេះក្នុងយើងក្នុងវីដេអូនេះគឺខ្ញុំធ្វើរបៀបហាត់រៀនគឺខ្ញុំរៀនពីខ្លួនឯងដែរបាទហើយក៏ថតចែករំលែកទៅអ្នកនរគ្នាបានទស្សនាហើយជួយ share បាទម្នាក់មួយផងដើម្បីបានទៅដល់មិត្តគ្នាយើងដែលគាត់ចង់ចេះចង់រៀនហ្នឹងគាត់អាចមើលហើយរៀនធ្វើតាមបាទទាំងអស់គ្នាបាទមានអីខុសតអីសូមជួយ comment ប្រាប់ផងបាទដើម្បីខ្ញុំមកកែសម្រួលបាទអញ្ចឹងកន្លែងនេះគឺជូតសម្អាតអីចឹងទៅបាទបៀកសំណបៀកអីចឹងទៅឲ្យជូតបាទហើយយើងជូតវាទៅជូតវាឲ្យស្អាតហើយយើងផ្លុំបាទផ្លុំកដៅកន្លែងនេះខ្ញុំផ្លុំ300ហើយខ្យល់30បាទបដោះសំណនេះខ្ញុំប្រើ183សំណបដោះហាត់នេះបាទខ្ញុំប្រើ183បាទខ្ញុំផ្លុំលេងចឹងទៅក៏វាលាយដែរបាទផ្លុំលេងសោះលាយមែនតើបាទអញ្ចឹងយើងទុកវាត្រជាក់បន្តិចបាទដកវាចេញជូតស្អាតទុកដុំបាទកុំតាន់ធ្វើអីវាដើម្បីយើងចូលទៅដល់ធានបត់ក្តៅរបស់យើងមកយើងបណ្ឌិតមើលជើងវាដែរក៏វាមានទូចមានធំមានខ្លីមានខ្ពស់មានទាបណាបាទបើវាស្អាតហើយយើងចាប់ដើមវាកាត់ខួរក្បាលម្ដងបាទខួរក្បាលនេះខួរក្បាលរបស់ទូរស័ព្ទហ្នឹងបាទ12 Pro Max ហ្នឹងយើងកោសកាវចឹងមកបាទកាវកោសកាវខ្ញុំដាក់កំប៉ុងទូចកោសខ្ញុំអត់ហ៊ានផ្លុំអាធំខ្ញុំផ្លុំអាទូចកោសលេងទៅវាចេញអស់ដែរកាវហ្នឹងបាទដាក់350ទៅបាទតើពីកោសកាវស្អាតហើយយើងមកដល់ចំណុចបាទសំខាន់ចំណុចពិសេសហើយបាទអញ្ចឹងយើងដាក់ស្រាល់ផាច់មកហើយយើងកោស CPU នោះបាទកោសឲ្យស្អាតមកបាទបើថាកោសមកដាច់ជើងបែកបាក់ខ្ទេចខ្ទីអីអំបិលហើយបាទអញ្ចឹងស្រង់អត់បានទេអញ្ចឹងការផ្លុំហ្នឹងគឺខ្ញុំប្រើកន្លែងខ្ញុំប្រើកម្ដៅ330ខ្យល់30ម៉ាស៊ីនផ្លុំ Quick 861 DW ដូចដដែលហ្នឹងហើយកំពុងធំប៉ុណ្ណឹងដែលខ្ញុំបានថតហ្នឹងបាទកំពុងប៉ុណ្ណឹងនោះ IC នោះបែកតិចនោះដែលបោកដែលបែកហ្នឹងបាទអញ្ចឹងយើងផ្លុំកវីកវត្តអញ្ចឹងមកបាទកវីឆ្វេងកវីស្ដាំកវីឆ្វេងកវីស្ដាំយកអាស្ដីពណ៌មាសនេះបាទចាក់ជ្រុចទៅបាទចាក់ជ្រុចទៅបើសិនជាវាក្តៅដល់កម្ដៅអង្សាវាគឺវាលាយហើយបាទតែបើញុកទៅវាមិនចូលទេកុំប្រឹងទៀតបាទប្រយ័ត្នអាយ៉ះអញ្ចឹងខ្ញុំញុកទៅឃើញថាវាចូលបាទចូលវាស្រួលដែរបាទអញ្ចឹងញុកថែមទៀតបាទញុកចូលហើយគេតែចូលហើយញុកថែមមកញុកថែមមើលគីអញ្ចឹងមកណាបាទរួចមកក៏ក្លាប់ខឹបធ្លាក់ទៅក្រោមបាត់អញ្ចឹងលើកវាមកលើវិញបាទលើកមើលហើយយើងបណ្ឌិតមើលបាទនេះកន្លែងនេះយើងបណ្ឌិតជើងវាមើលមើលទៅឃើញថាជើងវាមានដាច់បាទជើងដាច់នេះបាទខ្ញុំបរិចមើលទៅឃើញថាដាច់បាទពីរជើងខាងនេះពីរជើងបាទខាងនេះមួយជើងទៀតបាទទាំងអស់3ជើងបាទក៏ប៉ុន្តែមិនជាបញ្ហាអីទេបាទជើងទាំង3នេះខ្ញុំបានបណ្ឌិតមើលនៅក្នុងសីមាគឺជាជើងម៉ាស់ទេបាទអញ្ចឹងវាអត់បញ្ហាទេជើងម៉ាស់យើងអាចបិទចោលបានអញ្ចឹងយើងមើលទៅនេះបាទជើងដែលយើងមើលទៅជើងផ្សេងគឺស្អាតទាំងអស់ទេវាដាច់តែពីរនឹងទេបាទជើងទី1ជើងទី4នេះហើយនឹងកែជើងនេះមួយទៀតតែខ្ញុំមើលក្នុងសីមាគឺស្អាតជើងម៉ាស់ទេបាទក្រៅពីហ្នឹងគឺល្អស្អាតទេអញ្ចឹង CPU ហ្នឹងគឺយើងអាចនៅសង្ឃឹមបាទជួយសង្គ្រោះបានតពីយើងកោះហើយដំណាក់កាលនេះគឺយើងត្រូវស៊ីជើងវាបាទធ្វើជើងវាបាទធ្វើជើងវាឲ្យឡើងមូលមកដើម្បីយើងបដោះទុកបាទអញ្ចឹងកន្លែងនេះខ្ញុំប្រើសំណសារ៉ាង183ដែរហើយខ្ញុំដាក់ស្រោលលាជួយទៅបាទមុនខ្ញុំប្រើចុងស្រួចដើម្បីកវីកវត្តវាឲ្យវាឡើងជើងមកមូលហើយនឹងស្រួលបាទងាយស្រួលនឹងការបដោះឲ្យវាបានចេញកាវជាអីខ្លះដែរប៉ុន្តែ CPU នេះខ្ញុំកោះមកវាអត់មានកាវទេបាទអញ្ចឹងគឺចំណេញពេលបើសិនជាមានកាវខ្ញុំត្រូវថតវីដេអូរបៀបសម្អាតកាវធ្វើកាវម្ដងទៀតប៉ុន្តែនេះយើងលើកមកវាស្អាតដែរអត់មានកាវអញ្ចឹងយើងធ្វើរៀងលឿនបាទកវីកវត្តស្អាតនេះបាទអូចុះអូឡើងអញ្ចឹងមកក៏វាស្អាតទៅបាទមូលមកយើងបណ្ឌិតជូតសម្អាតទៅឃើញថាវាអត់មានជើងណាមានបញ្ហាទេវាដាច់តែ3ជើងដែលខ្ញុំបានរាប់ពីដើមមកអញ្ចឹងតបមកគឺយើងយកវាទៅបដោះទុកបាទមុនទៅបដោះគឺយើងធ្វើការបិទជើងវាតិចបាទកន្លែងនេះជើងវារៀងប៉ោងមកខ្ញុំកោសវាចេញតិចទៅបាទកោសវាបន្តិចឲ្យវារៀងទៀបហើយយើងដាក់កាវយកវាមកប៉ក់2ប៉ក់ទៅដាក់កាវនោះអត់តន់រឹងទេដាក់អំពូលថែមខ្វាច់មកបានរឹងបាទបាទដាក់អំពូលឲ្យរឹងរួចយើងក៏ធ្វើការបាទសម្អាតអញ្ចឹងទៅយកវាមកបដោះបាទកន្លែងនេះយកមកបដោះខ្ញុំប្រើសំណ183បាទអង្សាបាទសំណ183អង្សាល្មមបើយើងចង់រឹងជាងនោះយើងអាចប្រើបាន220អាសំណ220អង្សាអីចឹងទៅ225អញ្ចឹងតែ
តែខ្ញុំផ្លុំអា183នេះផ្លុំរឹងឡើងចង់ធ្លាក់ផងត្រឹមតែផ្លុំមក200ជាងទៀតវាកាន់តែរឹងជាងទៀតចឹងវាយឺតមកបាទវាយឺតហើយអាពុំនេះវាមានដៃឆក់អញ្ចឹងអាពុំបដោះ CPU មានដៃឆក់អញ្ចឹងមិនសូវពិបាកទប់ប្រហែលទេបាទបៀកសំណល់ឲ្យជូតកណាត់ឲ្យស្អាតបាទផ្លុំទៅតម្រៀតហ្នឹងទប់សងខាងអញ្ចឹងមកកម្ដៅផ្លុំនេះខ្ញុំដាក់300ផ្លុំបដោះជើងនេះណាកំពុងធំកម្ដៅ300ខ្យល់30ផ្លុំលេងទៅវាលាយដែរបាទផ្លុំតិចសោះលាយដែរនេះក៏ដាក់300បាទផ្លុំអញ្ចឹងមកវាលាយបាទអាលីសណខ្ទេចខ្ទីអស់ហើយបាទចូលជើងតាមលេខរៀងវាមួយហ្នឹងក៏វាចូលទៅបាទស៊ីជើងស្មើល្អហើយក៏យើងជូតស្មាតវាទៅបាទដើម្បីពិនិត្យមើលថាវាដោះចេញជើងមកស្មើល្អអត់បាទបន្ទាប់មកយើងឃើញថាមានជើងខ្លះអត់ដោះបាទដោយសារយើងបានបិទកៅ UV បាទជើង3នោះបាទនេះជើង3នេះយើងបិទកៅ UV ទៅវាអត់ចេញជើងមកទេបាទក្រៅពីនេះគឺថាចេញស្អាតល្អហើយបាទទុកវាម្ដុំដើម្បីយើងបន្តការងារយើងទៅមុខទៀតចានេះបតដែលយើងកោះមិញបាទបតបាក់បែកមិញណាបាទយើងកោះយក hard disk CPU អញ្ចឹងនេះបតថ្មីបាទបតថ្មីនេះគឺយើងលើក CPU hard disk សម្អាតឲ្យហើយមកប៉ុន្តែយើងត្រូវលើក EEPROM AP នេះមួយទៀតបាទបើអត់លើកអានឹងទេអត់បានឯកសារមកទេបាទវាចេញប៉ម load restart អីចឹងទៅអញ្ចឹងត្រូវលើកអានឹងមួយទៀតអញ្ចឹងដំណាក់កាលនេះគឺយើងត្រូវបន្តលើក EEPROM AP នឹងបាទអានេះបតចាស់បតថ្មីដែលយើងត្រូវលើក EEPROM នោះបោះចោលបាទលើកឲ្យបោះចោលទៅកុំទុកវានាំច្រឡំបាទលើកឆ្វាច់មកអានេះបតថ្មីបើយើងអត់យកទេ EEPROM ហ្នឹងបោះចោលខ្វាច់ទៅ EEPROM AP នេះបោះចោលហើយយើងសម្អាតបោតបាតវាស្អាតដើម្បីត្រៀមដាក់ EEPROM របស់ម៉ាស៊ីនដើមគេមកវិញដើម្បីយកឯកសារចឹងសម្អាតឲ្យស្អាតចឹងមកបាទសម្អាតលេងទៅបាទជូតស្មារិញបាទដាក់សាំងកោបជូតសម្អាតវាស្អាតទៅតបមកបាទអានេះEEPROM បាទបតចាស់របស់គាត់បាទអញ្ចឹងយើងលើកយកមកដើម្បីបដោះបាទនេះលើកមកអានេះបោះដើមបាទហ្នឹងបាត់អត់បានទេបាទអាហ្នឹងឈុតមួយ CPU ហ្នឹងអញ្ចឹងយើងបដោះវាទៅបាទលើកឲ្យបដោះអញ្ចឹងបដោះបន្ទាប់ពីបដោះបានឲ្យស្អាតមកបៀកដូចតែគ្នាទេបដោះរបៀបបដោះមិនពិបាកអីត្រូវរៀបរាប់អីទេបាទពងតូចយើងផ្លុំកដៅប្រហែលក៏បានដែរខ្ញុំដាក់350មកលាយបាទនេះគឺសំណល់នេះខ្ញុំប្រើ183ដូចគ្នាបាទខ្ញុំចង់ឲ្យវារឹងបន្តិចបើសិនខ្ញុំផ្លុំ USB ផ្លុំអីខ្ញុំផ្លុំសំណល់ជ្រីទេខ្ញុំខ្លាចផ្លុំយូរទៅវាលាកដល់អីផ្សេងអញ្ចឹងបន្ទាប់មកខ្ញុំលើក EEPROM អាចាស់ហ្នឹងមកដាក់លើបតថ្មីហ្នឹងបាទហើយផ្លុំទៅផ្លុំលេងទៅហើយញាក់វាបន្តិចទៅក៏វាលាចូលជើងទៅបាទនេះញាក់ជើងបានហើយយើងត្រៀមវាយឈុតធំរបស់យើងវិញបាទគឺថាតម្លាក់បាទ CPI ម្ដងបាទ CPI ហ្នឹង CPU បាទអញ្ចឹងតម្លាក់ CPU ចូលវានេះដាក់ស្រល់បាទវាស្មើអញ្ចឹងមកកុំប្រើច្រើនពេកស្រល់បាទកវីកវត្តអញ្ចឹងមកល្មមស្មើបាតកុំដាក់ច្រើនពេកបាទអញ្ចឹងដាក់ CPU ចូលយើងមើលបញ្ជ្រុយឲ្យសេរីវាត្រូវជ្រុងតបមកយើងក៏តម្លាក់ចុះបាទផ្លុំកម្ដៅខ្ញុំផ្លុំដាក់330ដូចគ្នាជាមួយលើកហើយនឹងខ្យល់30គឺយើងអាចផ្លុំកម្ដៅត្រឹម310 320ក៏បានដែរប៉ុន្តែខ្ញុំចង់ឲ្យវាដិតជើងស៊ីល្អបាទបើសិនផ្លុំកម្ដៅតិចពេកខ្លាចវាអត់សូវស៊ីចឹងខ្ញុំក៏ដាក់330ទៅកម្ដៅសិនផ្លុំ361 DW ដដែលហ្នឹងបាទអញ្ចឹងផ្លុំកវីកវត្តចឹងមកញាក់មកច្រូចពីច្រូចទៅដើម្បីឲ្យដឹងថាជើងវាស៊ីចូលគ្នាអស់ព្រោះខ្ញុំផ្លុំលេងស្មើនឹងលើកដោយសារថាជើង CPU វាល្អិតហើយវាច្រើនអញ្ចឹងវាអាចនឹងអត់សូវស៊ីអញ្ចឹងខ្ញុំចង់ឲ្យវាស៊ីខ្ញុំដាក់កម្ដៅស្មើគ្នាហើយផ្លុំរៀងយូរបន្តិចបាទញាក់មកត្រៀត2ត្រៀតទៅឃើញថាវាចូលជើងហើយបានទុកវាត្រជាក់ហើយយើងក្លាប់វាទៅតម្លាក់ហាត់ឌីសបាទនេះខ្ញុំខាវាលឿនបន្តិចគាត់ខ្ញុំទុកមកស្ទុះមិញរំត្រជាក់បតអញ្ចឹងដាក់ខាងនេះមកហាត់ឌីសម្ដងបាទហាត់ឌីយើងដាក់ស្របដូចគ្នាអញ្ចឹងមកប៉ុន្តែហាត់ឌីវាមិនសូវជាបញ្ហាអីហ្មងទេព្រោះជើងវាធំហើយជើងវាតិចជាង CPU ទេបាទហើយហាត់ឌីផ្លុំឆាប់ធ្លាក់ទេបាទអញ្ចឹងសេរីជ្រុយសេរីទឹះឲ្យត្រូវហើយដាក់ឲ្យចំកដាលផ្លុំតម្លាក់ដូចគ្នាតបមកយើងយកទៅដាក់បើកតេមើលទៅបាទដើម្បីអ៊ុតមើលថាវាបានស៊ុបឬក៏បានសៀងបាទអញ្ចឹងកន្លែងនេះខ្ញុំផ្លុំកម្ដៅ30ដូចគ្នាបាទតម្លាក់បាទព្រោះឲ្យចំណល់183វារៀងរឹងដាក់កម្ដៅ330ខ្យល់30កំពុងប៉ុណ្ណឹងបាទផ្លុំកវីកវត្តញាក់មកត្រៀត2ត្រៀតចូលជើងទុកឲ្យត្រជាក់សិនបាទបន្ទាប់ពីទុកឲ្យត្រជាក់ហើយយើងបាទនឹងត្រៀមក្នុងការបើកតេស្តបាទអញ្ចឹងនេះយើងមានឧបករណ៍បាទសម្រាប់ត្រៀមតេស្តហ្នឹងបាទចាំអ៊ុតមើលថា
វាដំណើរការដែលអត់បាទអញ្ចឹងទុកស្ទាបបាទទៀបចុះស្ទាបឡើងជាបាត់បាទអញ្ចឹងតពីតិចហើយក៏យើងកັບ power supply ឲ្យចុចផាច់មើលសិនទៅបាទអត់មើលបាទបុកពោះដល់វគ្គនេះដល់វគ្គបុកពោះបាទមិនធម្មតាទេបាទយើងជាងដូចនេះដល់កន្លែងនេះគឺថាដល់វគ្គយើងត្រូវនេះហើយបាទអញ្ចឹងខ្ញុំបើកទៅឃើញថាអំពែគឺថារត់បានល្អភ្លើងបាទកັບលេងឆ្លងព្រោះកាលមុនកັບទៅឆ្លង75បាទឃើញទេបាទពីអំពែកន្លែងនេះបាន2ចុចជាងហើយគឺថាយើងសង្ឃឹមហើយបាទសង្ឃឹមហើយដល់ម៉ោងចិត្តដល់ម៉ោងជាក់ផងតែឃើញយ៉ាងទៀតបាទភ័យអហើយបាទអញ្ចឹងចាប់ដើមកັບអេក្រង់ផាច់មកចុចបើកផាច់បាទអត់ចេញបាទអញ្ចឹងបើកម្ដងទៀតបាទបើកម្ដងទៀតហើយយើងអត់មើលដល់អ្នកគ្នាទៅបាទខ្វាច់បាទឃើញប៉មចេះគឺថាយើងសង្ឃឹមហើយបាទអញ្ចឹងការងារដែលយើងវគ្គនេះដំណាក់កាលនេះគឺយើងស្រង់យកឯកសារជូនគាត់បាទអញ្ចឹងគឺថាជោគជ័យហើយសម្រាប់ការស្រង់យកឯកសារនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសម្រាប់ការទស្សនាបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា